ចាំបងប្អូនថ្ងៃនេះលូរីនហើយនឹងម៉ាក់នាំបងប្អូនមកមើលភូមិរបស់ផាំនិងផាំភីម្ដងហើយបន្ថែមពីនោះផាំនិងផាំភីក៏មានប្អូនឈ្មោះភីមដែរប៉ុន្តែភីមខូចជាងគេឥឡូវហ្នឹងនៅទីនេះមិនដូចស្រុកខ្មែរទេដោយសារកន្លែងលក់ត្រីងាយស្រួលក្នុងការទៅទិញឬក៏ចិញ្ចឹមបងប្អូនតែនៅទីនេះអត់ទេត្រូវតែមកហាងកន្លែងដែលគេលក់ត្រឹមត្រូវឈ្មោះថាគីវូកូហ្នឹងគឺកន្លែងដែលលក់សត្វធំជាងគេនៅម៉ាឡាកានឹងហើយពីច្រើនគឺគាត់ល្បីខាងលក់ចំណីសត្វលក់គ្រឿងសម្ភារៈហើយក្នុងនោះសត្វមានច្រើនបងប្អូនមានឆ្កែមានត្រីសេកទន្សាយអណ្ដើកបងប្អូននឹងឃើញប៉ុន្តែខ្ញុំមិនអាចថតបានទាំងអស់ទេឥឡូវខ្ញុំមកទិញ filter ឲ្យផាំភាសាត្រីនៅទីនេះគឺត្រូវការដាក់ filter ឲ្យគាត់ហើយមានប្រភេទផ្សេងបែប bio ដើម្បីចម្រោះជាតិពុលនិងបង្កើនអុកស៊ីសែនឲ្យត្រីដោយសារផាំនិងផាំភីមករយៈនេះដូចជាមិនសូវជាអាក់ទីវទេមិនសូវជារត់លឿនឬក៏សុបាយទេដូចជាគាត់មិនសូវស្រួលខ្លួនអីហ្នឹងបងប្អូនអញ្ចឹងហើយត្រូវមើលថែសុខភាពផាំនិងផាំភីបើសិនជានៅខ្មែរមិនសូវខ្វល់ទេទិញតែត្រីមកអញ្ចឹងទៅដាក់ឲ្យកូនមើលឬក៏ចិញ្ចឹមទៅតាមធម្មជាតិប៉ុន្តែនៅទីនេះក៏ត្រូវការថែទាំច្រើនណាស់បងប្អូនតាំងពីទឹកចម្រោះអុកស៊ីសែនការដាក់ថ្នាំនៅក្នុងទឹកហើយមានប្រភេទបន្សាំអាហារនៅក្នុងទឹកនិយាយទៅគាត់ដូចជាកូនមនុស្សមួយចឹងបងប្អូនអញ្ចឹងបានជាខ្ញុំមកគីវកូហ្នឹងគឺមកមើលផលិតផលឬក៏ជានិយាយថាចំណីអាហាររបស់គាត់ដូចជា supermarket មួយអញ្ចឹងដែរគឺវាធំណាស់គីវកូហ្នឹងលក់សពគ្រប់បងប្អូនស្អីក៏មានដែរដូចយើងហាងលក់ baby ចឹងប៉ុន្តែនេះមិនមែន baby ទេគឺសម្រាប់សត្វទេបងប្អូនហើយចំណីហ្នឹងមិនមែនតែចំណីទេមានចំណីត្រីមានអានេះជាដូចយើងអាងចំត្រីវាមានចំនួនលីត្ររបស់វាហើយបងប្អូនមិនមែនចេះទិញទៅដាក់ទឹកទេណាគឺត្រូវយកទៅដាក់ថ្នាំបន្សាំក្នុងកែវហ្នឹងប្រហែលជា2អាទិត្យ3អាទិត្យអីមិនអាចដាក់ត្រីចូលក្នុងកែវនឹងបានបងប្អូនហើយគេមានទាំងការវាស់សីតុណ្ហភាពលើទឹកនឹងទៀតបងប្អូនមានទាំង1ម៉ែត្រទឹកក្នុងហ្នឹងដើម្បីវាស់កម្ដៅដឹងថាទឹកត្រជាក់ឬក៏ក្តៅខ្លាំងអញ្ចឹងទៅត្រីវាអត់ឈឺទេបងប្អូនសូម្បីតែទឹករបស់ត្រីហ្នឹងក៏មានទាំង1ម៉ែត្រឬក៏ថាការវាស់សីតុណ្ហភាពត្រឹមត្រូវចំណីឲ្យប្រហែលប្រហែលដងឬនឹងការថែទាំទឹកដាក់ថ្នាំដាក់អីឲ្យគាត់ថែគាត់ណាបងប្អូនមិនមែនចំងាយស្រួលដូចយើងនៅខ្មែរទេប្រភេទត្រីដែលបងប្អូនឃើញនឹងមានប្រភេទត្រីទឹកសាបនិងទឹកប្រៃចំណែកទឹកប្រៃគឺយើងដាក់ទឹកសមុទ្រណាបងប្អូនហើយការថែទាំនោះគឺពិបាកជាងត្រីទឹកត្រជាក់ហៅទឹកសាបទៀតបងប្អូនអើយចឹងហើយបានទីខ្ញុំចិញ្ចឹមផាំនិងផាំភីយកប្រភេទទឹកត្រជាក់ធម្មតាទេបើសិនជាយកប្រភេទទឹកសមុទ្របងប្អូនពិបាកចិញ្ចឹមជាងនឹងទៀតដោយសារទៅរកទឹកយកមកដាក់ដូរគាត់រហូតមិនអញ្ចឹងទេចិញ្ចឹមអត់រស់ទេបងប្អូនណាកូនដើកនេះក៏អញ្ចឹងដែរឃើញតែអញ្ចឹងហើយយកមកចិញ្ចឹមក៏ពិបាកទៀតក្រៅពីហ្នឹងមានគេហៅថាគ្រឿងលម្អរបស់គាត់មានផ្កាបែបធម្មជាតិស្លឹកស្រស់មែនតើឬក៏បែបជ័រតែបងប្អូនអានេះគឺសម្រាប់ដាក់ក្នុងទឹកឲ្យត្រីនឹងឯងមិនមែនចេះតែយករបស់ស្អីឃើញស្អាតយកដាក់ក្នុងទឹកទេគឺវាមានជាតិធ្វើឲ្យត្រីហ្នឹងមានមេរោគឬក៏ឈឺអីចឹងស្លាប់ចឹងទៅនេះគឺជាទស្សនវិជ្ជានៅក្នុងផ្សារហ្នឹងហើយបងប្អូនគឺធំណាស់ផ្សារហ្នឹងមិននិយាយទៅគឺអីវ៉ាន់រាប់ម៉ឺនមុខនៅក្នុងហ្នឹងហើយមានចំណីគ្រប់ឲ្យគ្រប់សត្វបងប្អូនសត្វអីក៏គាត់មានដែរគឺផ្សាររបស់គាត់នឹងតែម្ដងមានតាំងពីថយប្រដាប់លេងជាគេហៅថា maintenance លើទឹកនឹងឬក៏បើសេកឬក៏អីចឹងវាមានអាហាររបស់វាមានអីទឹកគ្រប់100មុខនៅក្នុងនឹងតែម្ដងខ្ញុំក៏មិនធ្លាប់បានចូលផ្សារដែលមានលក់លក្ខណៈថាច្រើនមុខនឹងផ្សារបែបធំអញ្ចឹងពីមុនទេដូច្នេះហើយបានជាខ្ញុំថតដើម្បីឲ្យបងប្អូនបានមើលនិងចែករំលែកថានៅទីនេះគេមានលក់អីខ្លះនេះបងប្អូនផាំនិងផាំភីហើយបាននិយាយទៅគឺគាត់ងាយស្រួលក្នុងការចិញ្ចឹមជាងត្រីទឹកប្រៃអញ្ចឹងហើយបានជាសម្រាប់ចិត្តថាយកផាំនិងផាំភីមកនៅក្នុងផ្ទះហើយនេះគឺជាខ្នើយរបស់សត្វឆ្កែបងប្អូនហៅខ្នើយគេនឹងទុនល្មើយខ្ញុំកាន់ហ្នឹងក៏ទុនចង់ដេកដែរតម្រាំឆ្កែទៀតបងប្អូនឆ្មានិងឆ្កែនៅស្រុកនេះនិយាយថាសំណាងដោយសារគេមើលថែចាក់ថ្នាំហើយនឹងការចិញ្ចឹមនោះដូចជាកូនមនុស្សអញ្ចឹងមានពេទ្យមានអាហារមានការថែទាំផលិតផលនិយាយទៅចិញ្ចឹមឆ្កែឬក៏ឆ្មាឬក៏ចិញ្ចឹមសត្វនៅស្រុកនេះស្មើនឹងចិញ្ចឹមកូនមនុស្សមួយបងប្អូនដោយសារគឺថែទាំដូចមនុស្សចឹងនេះអាវបូវីនេះខែល្ងា
មានអាវសម្រាប់ខែល្ងាទៀតបងប្អូនមិនចេះតាបដើគ្នាដើរអត់កើតទេវាល្ងាវាឈឺអីចឹងទៅមានកៅអៅសម្រាប់សัตว์នឹងទៀតចង់បានពណ៌អីទំហំប៉ុណ្ណាអីមានទាំងអស់និយាយទៅគឺមានសពតែម្ដងនេះអាតេះហ្នឹងមកអាតេះកូនក្មេងឯងបងប្អូនអាតេះដាក់សัตว์ឆ្កែឆ្មាហ្នឹងឯណាគ្រាន់តែចង់ទិញអីវ៉ាន់ឲ្យផាំផាំនិងផាំភីដើម្បីគាត់សុបាយនិងមានក្តីសុខភាពល្អនឹងម៉ាក់ជីឡានក្រុងមកឡើងឆ្ងាយចាអរគុណបងប្អូនសម្រាប់ការទស្សនាហើយជួបគ្នានៅវីដេអូក្រោយៗទៀត